សួស្តីបងប្អូនខ្ញុំជានិចក្នុងវីដេអូនេះចង់អរគុណដល់ម្ចាស់ទៀននេះជាបច្ច័យដែលយកមកប្រគេនលោកនៅលើភ្នំត្បាញមានជ័យសូមអរគុណបងប្អូនមែនតែនដែលជួយទុកចិត្តខ្ញុំហើយហ៊ានផ្ញើបច្ច័យមកតាមខ្ញុំដើម្បីយកមកប្រគេនព្រះសង្ឃកណាថ្វាយគុំបងកណាព្រះអង្គកណាថ្ងៃនេះពំនាំបច្ច័យរបស់បងប្អូនពីពេញខ្លះពីស្រុកក្រៅមកខ្លះខ្ញុំផ្ញើបច្ច័យមកចូលជាង$100សរុបណាហើយក្នុងវីដេអូនេះខ្ញុំនឹងកាត់ឈ្មោះខ្ញុំនឹងកាត់ចំនួនដែលបងប្អូនបានប្រកេនហើយខ្ញុំផ្ញើជាវីដេអូមួយជូនម្ចាស់ទៀនរៀងខ្លួនវិញអញ្ចឹងនៅក្នុងវីដេអូដែលខ្ញុំផុសសាធារណៈខ្ញុំអត់មានបញ្ជាក់ចំនួនប៉ុន្មានទេណាប៉ុន្តែសម័យខ្លួនរបស់បងម្ចាស់ទៀនបងទទួលបានវីដេអូដាច់គ្នាថាខ្ញុំប្រកេនប្រហែលហើយបងចាំមើលវីដេអូសរុបនៅក្នុងខ្ញុំផុសប្រហែលដែរចាអញ្ចឹងនៅក្នុងបច្ច័យប្រកេនព្រះអង្គពេលនេះបច្ច័យកសាង110000ហើយនឹងបច្ច័យ4 190,000អញ្ចឹងបងម្ចាស់ទៀនបងចាំទទួលពរពីព្រះអង្គណាបងណាព្រះអង្គសាធុហើយសូមឲ្យបុណ្យកុសលទាំងអស់នេះបានផ្ដល់ម្ចាស់ទៀនគ្រប់គ្នាសព្វពីយោវិវត្តទៅសព្វរោគោវិនាសន្តុទេភវន្តរាយោសុខៃទីជាកោវិយអភិវិយគណៈសន្តនិចាំវធិតែមនោចតារធម្មាវតន្តិអនិបណ្ណោសុខាងវៈនាងសូមញោមប្រុសញោមស្រីព្រមទាំងម្ចាស់ទៀនទាំងអស់មានតែសេចក្តីសុខនិងសេចក្តីចម្រើនគ្រប់គ្នាសាធុចាបងប្អូនបច្ច័យសរុបហ្នឹងមិនប្រកេនតែលោកមួយអង្គទេគឺយើងប្រកេនបានលោកសង្ឃនៅខាងប្របាទមួយអង្គទៀតហើយប្រកេនតាអេសី2អង្គទៀតបងប្អូនប៉ុន្តែវីដេអូរបស់តាអេសីខ្ញុំអត់បានកាត់យកមកផុសទេដោយសារលោកអត់ចង់ឲ្យផុសអញ្ចឹងទៅក៏គោរពតាមការសម្រេចចិត្តរបស់លោកអញ្ចឹងណាបងប្អូនចាអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលរួមប្រកេនបច្ច័យហើយសូមជូនពរបងប្អូនទាំងអស់គ្នាទាំងអ្នកមើលទាំងអីមានសេចក្តីសុខសេចក្តីចម្រើនជម្រាបលាបងប្អូន